បាទសូមគោរពជម្រាបសួរនិងស្វាគមន៍បងប្អូនសាជាថ្មីមកកាន់ការវិភាគហាងឆេងមីអន្តរជាតិសម្រាប់ថ្ងៃទី19ខែឧសភាឆ្នាំ2026អញ្ចឹងហាងឆេងមាសកាលពីថ្ងៃទី18ចូលថ្ងៃទី19នេះគឺបន្តកែតម្រូវតម្លៃមានន័យថាកំពុងតែ retracement នៅក្នុង swing downtrend បាទអញ្ចឹងសម្រាប់បច្ចេកទេសនៅក្នុងថ្ងៃនេះយើងឃើញថាមាសបានមកដល់តម្លៃបច្ចុប្បន្នគឺ$4,550នៅក្នុង1អោនដែលស្មើប្រហែលនឹងតម្លៃហាងឆេងមាសខ្មែរយើងគឺ$5,480នៅក្នុងមួយតម្លឹងបាទអញ្ចឹងយើងមកមើលបច្ចេកទេសយើងរក្សាតំបន់ដោយការពីម្សិលមិញដដែលហើយព្រឹកមិញនេះមាសបានឡើងមកដល់តំបន់$4,589មានថាខ្វះតែ$1ទៀតចូលតំបន់$4,590ដែលជាតំបន់ sell ទី1យើងកាលពីម្សិលមិញអញ្ចឹងឥឡូវទីផ្សារកំពុងតែធ្លាក់មកដល់តំបន់$4,550អញ្ចឹងមានថាធ្លាក់តាំងពី8មកដល់50នេះគឺជាង$40នៅក្នុង1អោនរួចទៅហើយអញ្ចឹងសម្រាប់តំបន់លក់យើងអាចរំកិលឡើងបន្តិចនៅក្នុងករណីដែលទីផ្សារឡើងមកដល់ថ្ងៃនេះបងប្អូនអាចរងចាំលក់នៅលើតំបន់$4,600ទៅកាន់តំបន់$4,610អញ្ចឹងហ្នឹងគឺជាតំបន់លក់ទី1របស់យើងវាស៊ីជាមួយនឹងតំបន់ supply zone អញ្ចឹងបងប្អូនអាចលក់ហើយប្រើ SL នៅលើតំបន់$4,610ជាងអាចជា15ឬក៏20បាទអញ្ចឹងសម្រាប់តំបន់លក់ទី2យើងរក្សាដដែលទេគឺ$4,640ទៅកាន់តំបន់$4,650ដែលជា retracement 60ទៅ70% របស់យើងប៉ុន្តែទីផ្សារអត់ទាន់ឡើងមកដល់ទេក្នុងករណីដែលទីផ្សារឡើងដល់បងប្អូនអាចរងចាំលក់ហើយប្រើ SL នៅលើតំបន់$4,655ឬក៏$4,660នៅក្នុង1អោនបាទនិងតំបន់លក់ចុងក្រោយគឺនៅដដែលដូចគ្នាគឺតំបន់លក់ទី3គឺ$4,700ទៅកាន់តំបន់$4,710នេះគឺជាតំបន់លក់ទាំង3ដែលជាស្របទៅតាមទំនោរបាទសម្រាប់តំបន់ទិញគឺយើងរក្សាដដែលដូចគ្នាដោយសារតែទីផ្សារបន្ត sideways កាលពីម្សិលមិញបាទអញ្ចឹងតំបន់ទិញទី1គឺអាចចាំទិញនៅតំបន់$4,500ឬក៏$4,510អញ្ចឹងតំបន់នេះខ្ញុំគិតថាភាគរយដែលវានឹង correction ឬក៏ respect អាចច្រើនហើយតំបន់បន្ទាប់បើក្នុងករណីដែល break pot បងប្អូនអាចរងចាំទិញនៅតំបន់$4,460ទៅកាន់តំបន់$4,450ដដែលដោយការពីម្សិលមិញដដែលព្រោះទីផ្សារមិនទាន់ break structure ណាមួយទេហើយតំបន់ទិញចុងក្រោយគឺ$4,410ទៅកាន់តំបន់$4,400អញ្ចឹងបើយើងគិតពីឥឡូវទៅគឺជាង$150នៅក្នុង1អោនហ្នឹងគឺជាតំបន់ទិញចុងក្រោយរបស់យើងពីព្រោះតែព័ត៌មានសង្គ្រាមក៏ដូចជាការចរចាសេដ្ឋកិច្ចផ្សេងៗមានភាពស្ងប់ស្ងាត់ដូច្នេះទីផ្សារនៅបន្ត correction នៅឡើយទេអញ្ចឹងក្នុងករណីដែលទីផ្សារ break បងប្អូនអាចរងចាំឱកាសទិញប៉ុន្តែទិញនោះគឺរងចាំតើមាន bullish មកវិញចាំបងប្អូនទិញហើយលក់ទាល់តែ candlestick bearish ចាំបងប្អូនចូលលក់បាទអញ្ចឹងសម្រាប់ការវិភាគបច្ចេកទេសរបស់ខ្ញុំគឺមានត្រឹមប៉ុណ្នេះហើយក៏សូមជូនពរបងប្អូនទាំងគ្នាឲ្យចូលជួយដូរចំណេញគ្រប់គ្នាបាទសូមអរគុណ